អ្នកមានដឹងទេថាហេតុអ្វីបានជាអ្នកស្ដាយក្រោយក៏ព្រោះតែនៅពេលដែលអ្នកមានប្រាក់អ្នកបានចាយវាដោយខ្ជះខ្ជាយគ្មានការត្រួតពិនិត្យពេលដែលអ្នកគ្មានប្រាក់ទៅខ្ចីគេវិញសូម្បីតែ10000រៀលខ្ចីមិនបានទើបអ្នកដឹងថាទំហំនៃការឈឺចាប់វាមានដល់កម្រិតណាអ្នកត្រូវចងចាំថាពេលមានប្រាក់ចូលកុំភ្លេចឲ្យសោះនៅពេលដែលគ្មានប្រាក់អ្នកក៏ត្រូវទន្ទិញនិងចាំទុកក្នុងដួងចិត្តនៅការតស៊ូនិងអត់ធ្មត់របស់អ្នកនាពេលបច្ចុប្បន្នសង្ឃឹមថាថ្ងៃក្រោយអ្នកនឹងមានមោទនភាពនិយាយទៅកាន់ខ្លួនឯងថាមានលុយពិតជាល្អមិនមែនជាពាក្យបើសិនជាមានលុយមិនដឹងជាល្អយ៉ាងណានោះទេគុំសង្ឃឹមនិងផ្ញើវាសនាទៅលើអ្នកណាឲ្យសោះផ្លូវជីវិតត្រូវចេះដើរដោយខ្លួនឯងទើបពិតជាអ្នកមានសមត្ថភាពលុយត្រូវរកបានដោយខ្លួនឯងទើបមានទំនុកចិត្តធ្វើជាមនុស្សគ្មានភាពរុងរឿងណាមួយដែលកើតមកពីការអង្គុយរងចាំឡើយវាបានកើតមកពីភាពអត់ធ្មត់និងបញ្ចេញថាមពលប្រយុទ្ធហើយក៏គ្មានភ័ព្វវាសនាណាដែលអង្គុយស្ងៀមទទួលបានជោគជ័យនោះទេដូច្នេះត្រូវតែក្រោកឡើងហើយបោះជំហានរត់ទៅមុខដោយរឹងមាំ